សូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនដឹងរឿងនេះដែរបាទអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើនលើពិភពលោកបាទមិនស្គាល់បាទស្លឹកបាសទេបងប្អូនស្លឹកបាសឃើញតែដុះតាមរបងបាទឃើញតែដុះតាមព្រៃព្រឹក្សាលតាវរប៉ុន្តែបងប្អូនទាំងអស់គ្នាបាទស្លឹកបាសមានគុណប្រយោជន៍វិសេសវិសាលជួយដល់សុខភាពលើសពីអ្វីដែលអ្នកបានគិតបាទដូច្នេះសូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនអាចមើលស្រាលនៅស្លឹកបាសបានដែរដូច្នេះវីដេអូមួយនេះសូមជួយ share ខ្ញុំបាទនឹងលម្អិតជូនបាទដូចតទៅស្លឹកបាសគឺជាបន្លែវល្លិម្យ៉ាងដែលប្រជាជនកម្ពុជាយើងនិយមយកមកស្លកកូរឬស្លម្ជូរគ្រឿងយ៉ាងឈ្ងុយឆ្ងាញ់ប៉ុន្តែលើពីរសជាតិដ៏ឆ្ងាញ់ពិសាស្លឹកបាសគឺជាឱសថក្នុងរបបប្រទេសដែលផ្ទុកទៅដោយគុណសម្បត្តិសុខភាពយ៉ាងមហិមាដែលមនុស្សជាច្រើនប្រហែលជាមិនទាន់បានដឹងនៅឡើយនោះទេទាំងនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃស្លឹកបាសដែលនឹងធ្វើឲ្យអ្នកចង់ញ៉ាំវាកាន់តែច្រើនស្លឹកបាសជាអាហារផងជាឱសថផងដែលអ្នកមិនគួរមើលរំលងស្លឹកបាសជួយដល់ទី1ជាអ្នកឯកទេសបញ្ចុះជាតិស្ករក្នុងឈាមយោងតាមការសិក្សាផ្នែកវិទ្យាសាស្ត្រស្លឹកបាសមានសមត្ថភាពខ្ពស់ក្នុងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមវាស័ក្តិសមបំផុតសម្រាប់អ្នកដែលមានជំងឺទំនោរផ្អែមឬអ្នកដែលចង់បង្ការជំងឺនេះដោយសារវាជួយឲ្យរាងកាយដុតរំលាយជាតិស្ករបានល្អប្រសើរទី2ពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រឆាំងអុកស៊ីតកម្មស្លឹកបាសសម្បូរទៅដោយវីតាមីន C និងសារធាតុបេតាការ៉ូទីណេដែលមានតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនិងការរលាកផ្សេងៗវាក៏ជួយការពារកោសិកាមិនឲ្យឆាប់ខូចខាតដែលជាមូលហេតុនៃភាពចាស់និងជំងឺមហារីកទី3ជំនួយដល់ការរំលាយអាហារនិងបញ្ចុះកម្ដៅក្នុងក្បួនខ្នាតបុរាណស្លឹកបាសមានគុណសម្បត្តិត្រជាក់វាជួយសម្រួលដល់ការបន្ទោបង់ការពារអាការៈទល់លាមកនិងជួយបញ្ចុះកម្ដៅក្នុងរាងកាយបានយ៉ាងល្អជាពិសេសនៅពេលអ្នកមានអារម្មណ៍ថាដំបៅមាត់ឬក្តៅក្នុងទី4ថែរក្សាសុខភាពភ្នែកនិងឆ្អឹងដោយសារវាសម្បូរទៅដោយវីតាមីន A និងជាតិកាល់ស្យូមការញ៉ាំស្លឹកបាសជាប្រចាំនឹងជួយឲ្យភ្នែកមើលឃើញច្បាស់ល្អការពារជំងឺខ្វាក់មាត់និងជួយឲ្យឆ្អឹងមានសុខភាពរឹងមាំទាំងនេះគឺជាគន្លឹះដើម្បីទទួលបានសុខភាពល្អពីស្លឹកបាសកុំរំងាស់យូរពេកដើម្បីរក្សាវីតាមីនឲ្យនៅដដែលអ្នកគួរដាក់ស្លឹកបាសចូលក្នុងឆ្នាំងស៊ុបឬស្លកកូរនៅពេលដែលទឹកកំពុងពុះខ្លាំងរួចបិទភ្លើងភ្លាមកុំរំងាស់ឲ្យរលួយខ្លាំងពេកប្រើជាថ្នាំបន្សាបពឹសតាមបែបបុរាណស្លឹកបាសបុកលាយជាមួយទឹកបន្តិចអាចយកមកបិទលើមុខរបួសដែលសត្វល្អិតតិចឬខាំដើម្បីកាត់បន្ថយការឈឺចាប់និងហើមស្លឹកបាសមិនមែនត្រឹមតែជាបន្លែធម្មតានោះទេប៉ុន្តែវាគឺជាកំណត់ទ្រព្យសុខភាពដែលដុះនៅក្បែរខ្លួនយើងការបញ្ចូលស្លឹកបាសទៅក្នុងរបបអាហារប្រចាំសប្តាហ៍គឺជាវិធីដ៏សាមញ្ញនិងសន្សំសំចៃបំផុតក្នុងការថែរក្សាសុខភាពគ្រួសារឲ្យរឹងមាំប្រការដែលគួរប្រុងប្រយ័ត្នព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះបើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលឲ្យបានត្រឹមត្រូវ